ក្រសួងពាក់ព័ន្ធនៅវិស័យឯកជនប្រកាសគាំទ្រទេសចរធុរកិច្ចកម្ពុជាចិនជំរុញការតភ្ជាប់វិនិយោគនិងទេសចរធុរកិច្ចនៅកម្ពុជាក្រុមហ៊ុនកោះថ្មី Technology ដែលជាបុតសម្ព័ន្ធរបស់សារព័ត៌មានថ្នោតបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីកម្មវិធីទេសចរធុរកិច្ចកម្ពុជាចិនដើម្បីប្រកាសអំពីកម្មវិធីទស្សនកិច្ចវិនិយោគមួយដែលប្រារព្ធឡើងធ្វើនៅអគារ Morgan Tower ក្នុងតំបន់កោះពេជ្ររាជធានីភ្នំពេញសន្និសីទសារព័ត៌មាននៅថ្ងៃទី5ខែមីនាឆ្នាំ2026មានការចូលរួមពីថ្នាក់ដឹកនាំនិងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរួមមានឯកឧត្តមឡុងឌីម៉ង់អភិបាលរងខេត្តព្រះសីហនុឯកឧត្តមកឹមគុណវត្តរដ្ឋលេខាធិការក្រសួងព័ត៌មានលោកស្រីហានលីអគ្គនាយិកាសារព័ត៌មានថ្នោតលោកស្រីវ៉ាងហ្វូយៀនអនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Cambodia Security លោកចៅជីនហ្វឹងនាយកប្រតិបត្តិក្រុមហ៊ុន One Road Group ព្រមទាំងតំណាងមកពីក្រសួងនិងស្ថាប័នសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណជា100នាក់កម្មវិធីទេសចរធុរកិច្ចកម្ពុជាចិនគឺមានគោលបំណងជំរុញអ្នកវិនិយោគនិងថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗពីប្រទេសកម្ពុជាចិននិងបណ្ដាប្រទេសដទៃទៀតជួបពិភាក្សាអំពីសក្តានុពលវិនិយោគការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងនិងបង្កើតឱកាសអភិវឌ្ឍសេដ្ឋកិច្ចបែបឈ្នះឈ្នះសម្រាប់សហគ្រាសនានាក្នុងតំបន់និងលើឆាកអន្តរជាតិលោកស្រីហានលីអគ្គនាយិកាសារព័ត៌មានថ្នោតបានមានប្រសាសន៍ថាបច្ចុប្បន្នប្រទេសកម្ពុជាកំពុងឈានចូលដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចខណៈតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុកំពុងទទួលបានគោលនយោបាយអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់ដែលកំពុងបំផ្លែងតំបន់នេះពីគោលដៅទេសចរធម្មតាទៅជាតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រដ៏សំខាន់មួយលោកស្រីបានបន្ថែមថាខេត្តព្រះសីហនុមិនត្រឹមតែជាកំពង់ផែទឹកជ្រៅនិងតំបន់សេដ្ឋកិច្ចពិសេសប៉ុណ្ណោះទេប៉ុន្តែក៏កំពុងបន្តអភិវឌ្ឍយ៉ាងលឿនតាមរយៈគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្ដោតលើការអភិវឌ្ឍតំបន់ឆ្នេរនិងការផ្ដល់អាទិភាពដល់វិស័យឧស្សាហកម្មនិងវិនិយោគលោកស្រីហានលីបានបញ្ជាក់ថាកម្មវិធីនេះត្រូវបានរំពឹងថានឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់ភ្ជាប់បណ្ដាញធុរកិច្ចនិងការជំរុញការវិនិយោគថ្មីៗជាពិសេសក្នុងវិស័យទេសចរពាណិជ្ជកម្មនិងសេវាកម្មនៅកម្ពុជាលោកស្រីបានបន្ថែមថាដល់ឃើញពីឱកាសដ៏ល្អសារព័ត៌មានថ្នោតបានសហការជាមួយក្រុមហ៊ុន Cambodia Security ដែលមានការគាំទ្រពីក្រសួងព័ត៌មានក្រសួងទេសចររដ្ឋបាលខេត្តព្រះសីហនុនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការផ្ដួចផ្ដើមរៀបចំកម្មវិធីទេសចរធុរកិច្ចកម្ពុជាចិននេះឡើងបន្ថែមលើនេះឯកឧត្តមកឹមគុណវត្តរដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងថាកម្មវិធីសន្និសីទសារព័ត៌មាននៅក្នុងឱកាសនេះគឺជាវេទិកាដ៏មានតម្លៃក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរនិងបរិយាកាសវិនិយោគនៅកម្ពុជាឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថាក្នុងបរិបទនៃសេដ្ឋកិច្ចសកលការចងក្រងជាដៃគូរវាងវិស័យទេសចរនិងធុរកិច្ចគឺជាសសរស្តម្ភដ៏មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍសង្គមជាតិទេសចរធុរកិច្ចមិនត្រឹមតែជាការធ្វើដំណើរទស្សនកិច្ចកម្សាន្តប៉ុណ្ណោះទេប៉ុន្តែជាឱកាសក្នុងការបង្កើតបណ្ដាញទំនាក់ទំនងចាប់យកជាដៃគូពាណិជ្ជកម្មនិងបង្កើនការវិនិយោគទ្វេភាគីឯកឧត្តមកឹមគុណវត្តបានលើកឡើងដូចនេះថាខ្ញុំសូមបង្ហាញពីតួលេខនៅក្នុងឆ្នាំ2025កន្លងទៅកម្ពុជាមានគម្រោងវិនិយោគថ្មីនិងគម្រោងពង្រីកផលិតកម្មចំនួន630គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ 9.95 ពាន់លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានប្រមាណ 438,216 កន្លែងជាមួយគ្នានេះដែរឯកឧត្តមឡុងឌីម៉ង់អភិបាលរងខេត្តព្រះសីហនុបានលើកឡើងថាកម្មវិធីទេសចរធុរកិច្ចកម្ពុជាចិនគឺជាជំហានដ៏សំខាន់មួយក្នុងការបើកបង្ហាញសក្តានុពលវិនិយោគនិងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុឯកឧត្តមបានបញ្ជាក់ថាក្នុងឆ្នាំ2025កន្លងទៅសេដ្ឋកិច្ចនៅក្នុងខេត្តមានកំណើនប្រមាណ 5% ដែលបង្ហាញពីស្ថានភាពវិជ្ជមាននៃការអភិវឌ្ឍនិងទំនុកចិត្តរបស់អ្នកវិនិយោគឯកឧត្តមបានបន្តថាខេត្តព្រះសីហនុគឺជាខេត្តគោលដៅដ៏សំខាន់មួយក្នុងការតភ្ជាប់តំបន់សេដ្ឋកិច្ចនៅក្នុងតំបន់ទៅកាន់ទីផ្សារពិភពលោកដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនខេត្តនេះកំពុងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសម្រាប់ការវិនិយោគការដឹកជញ្ជូនឧស្សាហកម្មនិងរោងចក្រដែលអាចគាំទ្រកម្លាំងសេដ្ឋកិច្ចរបស់ប្រទេសជាមួយគ្នានេះដែរអាជ្ញាធរខេត្តក៏បានខិតខំឲ្យមាននីតិវិធីវិនិយោគកាន់តែងាយស្រួលមានប្រសិទ្ធភាពដល់អ្នកវិនិយោគអាចប្រើប្រាស់ពេលវេលាប្រមាណ1ខែក្នុងការចាប់ផ្ដើមដំណើរការគម្រោងវិនិយោគនៅក្នុងខេត្តវិធានការនេះបានបង្កើតលក្ខខណ្ឌអំណោយផលនិងទាក់ទាញអ្នកវិនិយោគបរទេសឲ្យកាន់តែចាប់អារម្មណ៍លើខេត្តព្រះសីហនុលើពីនេះខេត្តក៏មានចក្ខុវិស័យអភិវឌ្ឍរយៈពេលវែងដែលផ្ដោតលើការប្រើប្រាស់ថាមពលស្អាតនិងថាមពលកកើតឡើងវិញដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពឯកឧត្តមបានបន្ថែមថាអាជ្ញាធរខេត្តកំពុងស្វែងរកនិងទាក់ទាញអ្នកវិនិយោគដែលមានសមត្ថភាពនិងជំនាញជាក់លាក់ដើម្បីចូលរួមអភិវឌ្ឍនិងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងខេត្តព្រះសីហនុ
អាជ្ញាធរខេត្តនិងស្ថាប័នពាក់ព័ន្ធក៏បានសហការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយនិងទប់ស្កាត់បញ្ហាអសន្តិសុខនានាដើម្បីធានាបរិយាកាសវិនិយោគដែលមានសុវត្ថិភាពនិងមានភាពជឿជាក់សម្រាប់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេសលោកស្រីវ៉ាងហ្វូយៀនអនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Cambodia Security បានចាត់ទុកកម្មវិធីទេសចរធុរកិច្ចកម្ពុជាចិនគឺជាជំហានជាក់ស្ដែងដ៏សំខាន់មួយក្នុងការបំពេញបេសកកម្មដើម្បីតភ្ជាប់មូលធនអន្តរជាតិជាមួយនឹងឱកាសរបស់កម្ពុជាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាពនិងជួយកម្ពុជាឲ្យក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុបន្ទាប់ពីអាស៊ីអាគ្នេយ៍លោកស្រីបានបន្ថែមថាខេត្តព្រះសីហនុមិនត្រឹមតែជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាតែមានមូលដ្ឋានឧស្សាហកម្មយ៉ាងរឹងមាំព្រមទាំងជាតំបន់ដែលមានសក្តានុពលយ៉ាងខ្លាំងក្លាខេត្តព្រះសីហនុក៏ជាតំបន់ស្នូលនៃផែនការមេតំបន់សេដ្ឋកិច្ចពហុបំណងឆ្នេរសមុទ្រជាតិដែលទទួលបានគោលនយោបាយលើកទឹកចិត្តជាពិសេសពីសំណាក់រាជរដ្ឋាភិបាលដែលជាចំណុចយ៉ាងសំខាន់សម្រាប់វិស័យឧស្សាហកម្មនិងការប្រមូលផ្ដុំនៃតំបន់សេដ្ឋកិច្ចពិសេសនានាគួរបញ្ជាក់ដែរថាព្រឹត្តិការណ៍ទេសចរធុរកិច្ចកម្ពុជាចិននឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី18ដល់ថ្ងៃទី19ខែមីនាឆ្នាំ2026នៅសន្តាគារលំដាប់ផ្កាយ6ក្នុងខេត្តព្រះសីហនុដែលមានអ្នកចូលរួមរំពឹងថានឹងបានចុះឈ្មោះទស្សនកិច្ចដ៏ផ្ទាល់នៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុរោងចក្រស្រាបៀរអង្គរនិងជួបពិភាក្សាជាមួយក្រុមលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុថែមទៀតផង